ដល់រដូវកាលផ្សិតផ្ចាក់មានលក់ថ្ងៃនេះទៅផ្ទះម៉ែក្មេកបានឲ្យផ្សិតផ្ចាក់ប្រហែលកន្លះគីឡូក៏យកមកស្លម្សៅសម្លនេះអ្នកដែលគាត់អត់ដែរហូបពេលដែលហូបទៅមានអារម្មណ៍ថាវាល្វីងមាត់នៅពេលដែលយើងញ៉ាំទឹកចាអញ្ចឹងដំបូងគឺខ្ញុំយកអង្ករមកត្រាំទឹកប្រហែល1ក្តាប់ដៃដាក់ត្រាំចោលឲ្យរីកហើយខ្ញុំស្រង់វាទុកម្ដុំចំណែកផ្សិតគឺខ្ញុំយកវាមកកោសលាងរហូតទាល់តែអស់ដីគឺកោសបែបនេះឲ្យអស់ដីដែលជាប់នឹងផ្សិតហ្នឹងទៅហើយយកវាមកត្រាំជាមួយនឹងទឹកអង្ករពេលលាងបងប្អូនលាងឲ្យបាន 3-4 ទឹករហូតទាល់តែអត់មានក្រៀតដីចាអញ្ចឹងលាងស្អាតរួចខ្ញុំចាប់ផ្ដើមបុកអង្ករដែលត្រាំហ្នឹងគឺបុកវារហូតទាល់តែអង្ករហ្នឹងម៉ត់ហើយដួសចេញខ្ញុំចាប់ផ្ដើមបុកគ្រឿងមានស្លឹកគ្រៃម្ទេសខ្ទឹមម្ដេងចាគឺបុកមិនច្រើនទេល្មមបានហើយដើម្បីយកមកលាយជាមួយនឹងម្សៅឲ្យមានភាពឈ្ងុយហើយបំបត្តិឆ្អាបបុកបែបហ្នឹងមកចាហើយយើងក៏ដាំទឹកស្លធម្មតាដូចជាយើងស្លប្រហើរឬក៏ស្លស្លអីអញ្ចឹងដាំទឹកពុះយើងដាក់គល់ស្លឹកគ្រៃបន្ថែមជាមួយម្ដេងម្ទេសខ្ទឹមអីទៀតទៅហើយត្រីដាក់ត្រីចូលត្រីបងប្អូនអាចស្លត្រីម្ដែងក៏បានត្រីទូកក៏បានដែរតាមចំណង់ចំណូលចិត្តហើយជ្រុំប្រហុកដូចតែយើងស្លប្រហើរអញ្ចឹងដែររួចហើយយើងដាក់គ្រឿងទេសទៅតាមរសជាតិដែលយើងចូលចិត្តមកហើយចាំដាក់ផ្សិតចូលហ្នឹងគឺយើងទុករហូតតតែផ្សិតឆ្អិនបន្តិចទៅចាំដាក់ម្សៅដែលយើងបានបុកហ្នឹងចូលចុងក្រោយទុករហូតតម្សៅហ្នឹងរៀងរីកមានន័យថាទឹកស្លយើងវាចាប់ផ្ដើមខាប់ចាំយើងបង់បន្លែផ្សាបបងប្អូនប្រើផ្ទីក៏បានស្លឹកបាសក៏បានតាមបងប្អូនចូលចិត្តហើយស្លនេះត្រូវការហូបក្តៅហូបហើយហូបទឹកវាល្វីងជាប់មាត់បន្តិចហើយ